តើអ្វីទៅគឺជាផលវិបាកដំបូងនៅពេលដែលយើងចាប់ផ្ដើមនៅក្នុងវិស័យ trade ខ្ញុំហ៊ាននិយាយថាបងប្អូនទាំងអស់គ្នានឹងកំពុងជួបថាអត់ដឹងថាខ្លួនឯងចាប់ផ្ដើមពីចំណុចណាហើយបងប្អូនអត់ដឹងថាខ្លួនឯងត្រូវធ្វើអ្វីឲ្យពិតប្រាកដនៅពេលដែលអាចចាប់ផ្ដើមនៅក្នុងវិស័យ trade ដើម្បីដើរទៅមុខបានចឹងនេះខ្ញុំចែកម្លែកបទពិសោធន៍បន្តិចបន្តួចដែលខ្ញុំធ្លាប់ឆ្លងកាត់នៅក្នុងវីដេអូមួយនេះបងប្អូនទាំងអស់គ្នាអាចស្ដាប់វីដេអូមួយនេះឲ្យដល់ចប់បានអញ្ចឹងបងប្អូនទាំងអស់គ្នាកំពុងជួបទៅលើបញ្ហាមួយគឺអត់ដឹងថាខ្លួនឯងត្រូវចាប់ផ្ដើមចំណុចណាអត់ដឹងខ្លួនឯងត្រូវធ្វើអ្វីពិតប្រាកដដើម្បីដើរទៅមុខបានទេចឹងនេះខ្ញុំនឹងបង្ហាញទៅលើបទពិសោធន៍ខ្ញុំបន្តិចថាខ្ញុំចាប់ផ្ដើមពីចំណុចណាទៅចំណុចណារបៀបក្នុងការដែលខ្ញុំចាប់ផ្ដើមចំណុចដំបូងដែលខ្ញុំអាចណែនាំបងប្អូនទាំងអស់គ្នាបានកុំឲ្យខាត់ពេលខ្ញុំទី1បងប្អូនទាំងអស់គ្នាត្រូវតែរៀនអំពីតាក់ទងទៅនឹង basic ដំបូងគេបំផុតមានដូចជា Optify buy limit sell limit អូខេមានតាក់ទងទៅនឹងរបៀបក្នុងការរក broker whatever អាហ្នឹងគឺជា basic បងប្អូនទាំងនេះគង់តែរកទៅលើ real account ជួញដូរដូចគ្នាទេបន្ទាប់ពីជួញដូរយើងបានដឹងអំពី Optify វាប្រើប្រាស់ Optify ហើយមើលរបៀប trading view មើល app trading view គេប្រើប្រាស់របៀបណាមើល app ទៅលើ journal មើល app ទៅលើសម្រាប់ទៅលើមើលព័ត៌មានបន្ទាប់ពីដឹង basic ទាំងអស់ហ្នឹងហើយបងប្អូនទាំងនេះចាប់ដើមចាប់ទៅលើការ technical analysis គេហៅវិភាគទៅលើទីផ្សារ basic របស់វាមានដូចជារបៀបមើល candle របៀបមើលក្នុងការ time frame បន្ទាប់មកបងប្អូនទាំងនេះអាចរៀនបានដូចគ្នារៀនបានថាជាមួយគ្រូក៏បានជាមួយទៅនឹង YouTube ក៏បាន online ក៏បានក៏ប៉ុន្តែសម័យឥឡូវនេះគឺការរៀនគឺមានច្រើនមែនតើរៀនមានច្រើនមែនតើអូខេអញ្ចឹងខ្ញុំចង់និយាយយូរតើតើហ្នឹងខ្ញុំអាចធ្វើ content មួយទៀតអូខេឥឡូវបន្ទាប់មកគឺតាក់ទងទៅនឹងការបន្ទាប់ពីរៀន basic technical ហើយបងប្អូនទាំងគ្នាគឺតាក់ទងនឹងចូលជ្រើសរើសទៅលើសាជីមួយឧទាហរណ៍បងប្អូនក៏ចង់រៀនទៅ ICT SMC MSNR មានច្រើនមែនតើបងប្អូនទាំងគ្នាត្រូវតែរៀនជ្រើសរើសមួយទៅមួយសាជីទៅសាជីណាក៏ល្អដែរបងប្អូនទាំងគ្នាជ្រើសរើសមួយទៅបន្ទាប់ពីការជ្រើសរើសហើយបងប្អូនទាំងគ្នាប្រកាសជាស្វែងយល់អំពីយុទ្ធសាស្ត្រហើយបងប្អូនទាំងគ្នានឹងអាចគ្រប់គ្រងទៅលើហានិភ័យបានហើយពីព្រោះតាក់ទងនឹងយុទ្ធសាស្ត្រទាំងអស់គឺគេមានរបៀបក្នុងការដាក់ SL ដាក់ TP គឺគេមានរបៀបក្នុងការគ្រប់គ្រងទៅលើហានិភ័យទាំងអស់វិធីសាស្ត្រចុងក្រោយមួយទៀតបងប្អូនទាំងគ្នាត្រូវតែស្វែងយល់អំពីខ្លួនឯងហាមដាច់ខាតធ្វើយ៉ាងណាក៏ដោយត្រូវប្រាប់ខ្លួនឯងចាំពាក្យខ្ញុំ3ម៉ាត់ patient អត់ធ្មត់ discipline មានវិន័យហើយមួយទៀតគឺ consistency បងប្អូនទាំងនេះត្រូវតែប្រកាន់ជាប់ទៅលើ3ចំណុចនេះពេលដែលពិសេសខ្ញុំនឹងអាចទៅ interview ឬក៏សម្ភាសបងដែលគាត់មានបទពិសោធន៍ច្រើនជាងខ្ញុំឬក៏បងប្អូនដែលមានបទពិសោធន៍ច្រើនដែលគាត់មានន័យថាគាត់ដើរនៅក្នុងវិស័យនេះយូរហើយអញ្ចឹងខ្ញុំអាចនឹងព្យាយាមធ្វើវីដេអូបែបចឹងទៀតដើម្បីចែកម្លែកទៅឲ្យបងដែលគាត់ទៅចាប់ដើមនៅក្នុងវិស័យ trade ដើម្បីឲ្យគាត់យល់មានន័យថា reality ភាពពិតប្រាកដនៅក្នុងវិស័យ trading មួយនេះអញ្ចឹងខ្ញុំអាចចង់ក្រោយខ្ញុំសូមប្រមូលខ្លួនឯងតិចបើសិនបើបងអត់ទាន់រក community Telegram គ្រប់ channel Telegram បងប្អូនអាចចូលគ្រប់ channel Telegram របស់ខ្ញុំបានតែសារគ្រប់ channel Telegram ខ្ញុំមានច្រើនមែនតើមានតាក់ទងនឹងការចែករំលែកចំណេះដឹងមានតាក់ទងទៅនឹងការ chat មានគ្រប់ chat មានគ្រប់អីផ្សេងច្រើនមែនតើបងប្អូនអាចចូលគ្រប់ channel Telegram របស់ខ្ញុំទៅគឺនឹងមានឃើញច្រើនមែនតើអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺចប់តែប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ